បងប្អូនអ្នកគ្នាវីដេអូនៃការលាគ្នារបស់ Thomas Muller ជាមួយនឹងអ្នកគ្រប់គ្រង Bayern Munich វាជាវីដេអូមួយដែលខ្ញុំមើលទៅគឺក្តុកក្តួលខ្លាំងមែនទែនដោយសារតែ Muller គឺជាកីឡាករម្នាក់ដែលតែងតែផ្ដល់នូវភាពសប្បាយរីករាយគាត់តែងតែធ្វើកាយវិការកំប្លែងជាមួយនឹងមិត្តរួមក្រុមជាដើមធ្វើឲ្យគេគ្រប់គ្នាសើចសប្បាយហើយនៅពេលដែលខ្ញុំឃើញគាត់ស្រក់ទឹកភ្នែកសម្រាប់ខ្ញុំគឺខ្ញុំចាប់អារម្មណ៍ជាងកីឡាករណាទាំងអស់ខ្ញុំជឿថាបងប្អូនទាំងគ្នាប្រកាសជាដឹងថា Muller គឺជាកីឡាករដែលចូលចិត្តសប្បាយប៉ុន្តែបន្ទាប់ពីចប់ការប្រកួតកាលពីថ្ងៃមុននេះគឺគាត់បានលាមិត្តរួមក្រុមរបស់គាត់ហើយបន្តមកទៀតក៏បានដើរចេញទៅក្រៅទីលានទៅរកអ្នកគ្រប់គ្រងគាត់បានឡើងទៅតំបន់អ្នកគ្រប់គ្រងដើម្បីលាអ្នកគ្រប់គ្រងរបស់គាត់ហើយយើងឃើញថាអ្នកគ្រប់គ្រងទាំងអស់គឺទឹកភ្នែករលីងរលោងដោយសារតែពួកគាត់នឹកហើយក៏មានការគោរពស្រឡាញ់មកលើ Thomas Muller ជាខ្លាំងសម្រាប់ផ្លូវដើររវាង Thomas Muller ជាមួយនឹងក្លឹប Bayern Munich គឺវាបានមកដល់ទីបញ្ចប់នៅក្នុងចុងរដូវកាលនេះបន្ទាប់ពី Bayern Munich គាត់បានលើកពានរបស់គាត់ហើយហ្នឹងក៏ជាការ farewell ទៅកាន់កីឡាករ Thomas Muller ដែរមានមិត្តរួមក្រុមជាច្រើនដែលបានបង្ហាញនៅទឹកភ្នែកដោយសារតែពួកគាត់គឺអត់ចង់ឲ្យ Thomas Muller ចេញទេសម្រាប់ Thomas Muller គាត់បានប្រកបអាជីពនៅ Bayern Munich រហូតដល់25ឆ្នាំតាំងពីគាត់នៅក្មេងរហូតមកដល់ឆ្នាំ2025នេះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចាប់អារម្មណ៍ទៅលើកីឡាករ Thomas Muller ចាប់តាំងពីពេលដែល Bayern Munich យកឈ្នះក្រុម Barcelona 8-2 ដោយសារតែ Thomas Muller គឺគាត់សប្បាយអររីករាយខ្លាំងជាងកីឡាករផ្សេងសម្រាប់ Muller ទោះបីជាគាត់ចូលចិត្តឌឺដងលេងសើចសប្បាយមែនប៉ុន្តែគាត់មិនសូវមានបញ្ហាជាមួយនឹងកីឡាករផ្សេងទេខ្ញុំធ្លាប់ឃើញរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែលគាត់មានបញ្ហាជាមួយនឹងវីរៈបុរសអាសង់ទីនគឺ Diego Maradona ដោយ Maradona បានធ្វើឲ្យ Muller ខ្មាស់គេនៅក្នុងសន្និសីទសារព័ត៌មានហើយក៏ជាការខ្មាស់គេដែលខ្លាំងបំផុតខ្ញុំជឿថា Muller គឺមិនពេញចិត្តចំពោះវីរៈបុរសអាសង់ទីនហើយនឹងជំរឿសជាតិអាសង់ទីនតាំងពីពេលហ្នឹងមកហើយក្រោយមកទៀតវាក៏មានជាវីដេអូនៃការសងសឹកទៅកាន់ Maradona វិញដែលធ្វើឲ្យ Maradona ខ្មាស់ Muller ជាខ្លាំងសម្រាប់កីឡាករ Thomas Muller គឺគាត់ត្រូវបានគេរាប់ចូលថាជាកីឡាករដែលមាន IQ ខ្ពស់ដោយសារតែគាត់រត់អត់លឿនគាត់ពិតពាំងក៏មិនសូវឈ្នះគេគាត់ក៏មិនប្រកែកញាក់បាល់សុទ្ធបាល់ពេលខ្លះត្រូវគោលដៅពេលខ្លះក៏បាញ់ចាប់បើយើងនិយាយទៅ skill សំខាន់ដែលកីឡាករបាល់ទាត់ល្អត្រូវមានគឺនៅក្នុង Thomas Muller គឺមិនមានទេមិនមែនមានន័យថាគាត់មិនមានសោះគាត់មានប៉ុន្តែมันស្ថិតនៅក្នុងកម្រិតដែលគេរាប់ចូលថាជាកីឡាករល្អ Thomas Muller បានប្រើតែចំណុចមួយគត់ដែលធ្វើឲ្យគាត់ឈានទៅដល់កីឡាករកម្រិត World Class បានគឺប្រើខួរក្បាល IQ របស់គាត់សមត្ថភាពរបស់គាត់ខ្ពស់ជាងគេគឺហែកឈរចាំនៅកន្លែងដែលមាន space ល្អដើម្បីទទួលបាល់គាត់អាចទទួលហើយបញ្ជូនទៅឲ្យមិត្តរួមក្រុមសុទ្ធក៏បានឬក៏សុទ្ធខ្លួនឯងក៏បានដែរហើយចំណុចនេះហើយគឺជាចំណុចដែលធ្វើឲ្យកីឡាករជាច្រើនដែលឆ្ងល់អំពីគាត់មែនទែនដោយសារតែគាត់លេងតែ one touch two touch សុទ្ធយកតែម្ដងឬក៏បញ្ជូនឲ្យអ្នកដទៃបើយើងនិយាយសាមញ្ញទៅ Thomas Muller គឺជាកីឡាករម្នាក់ដែលដឹងខ្យល់បាល់កន្លែងដែលគាត់រត់ទៅគឺសិតតែជាកន្លែងដែលបាល់នឹងធ្លាក់មកឲ្យគាត់សុទ្ធបើអ្នកទាំងអស់គ្នាអត់ជឿអាចទៅមើល highlight បានថាគាត់ប៉ាកែហែកបាល់ហើយនឹងប៉ាកែរត់ទៅរកកន្លែងសុទ្ធខ្លាំងប៉ុណ្ណាហើយសម្រាប់ខ្ញុំកីឡាករម្នាក់ទៀតដែលនៅក្នុងចិត្តរបស់ខ្ញុំដែរគឺ Javier Hernandez ឬក៏យើងហៅថា Chicharito ដែលគាត់ធ្លាប់លេងនៅ Man U ហើយនឹង Real Madrid ហ្នឹងខ្ញុំមើលឃើញថាសមត្ថភាពរបស់ Chicharito គឺដូចគ្នាជាមួយនឹង Thomas Muller អញ្ចឹងឲ្យតែបាល់អញញ៉ៃកន្លែងណាធ្លាក់ចុះធ្លាក់ឡើងមកដល់ជើងគាត់គឺម៉ាំងចូលផ្លុកតែម្ដងហើយត្រឡប់មកនិយាយពី Thomas Muller វិញម្ដងសមត្ថភាពទី2ដែលគាត់មានហើយខ្លាំងដែរហ្នឹងគឺជាសមត្ថភាពជាគ្រូបង្វឹកនៅក្នុងទីលានប្រកួតផ្ទាល់តែម្ដងធ្លាប់មានកីឡាករជាច្រើនដែលសរសើរគាត់ជាពិសេស Lewandowski គាត់បានសរសើរ Thomas Muller ថាពេលដែលគាត់លេងមាន Thomas Muller នៅពីក្រោយខ្នងគឺគាត់មានការងាយស្រួលជាខ្លាំងដោយសារតែ Muller មានភាពវៃឆ្លាតដឹងពីការលេងរបស់ដៃគូហើយគាត់ប្រាប់ទៅ Lewandowski គឺប្រាប់ត្រូវតែម្ដងគាត់ស្រែកប្រាប់ឲ្យទៅឆ្វេងឲ្យទៅស្ដាំហើយរត់តាម Thomas Muller ប្រាប់គឺតែងតែទទួលបានឱកាសនៅក្នុងការបញ្ចប់ទីជានិច្ចអាហ្នឹងជាមូលហេតុធ្វើឲ្យ Muller ហើយនិងសមាជិករួមក្រុមរបស់គាត់គឺតែងតែទុក Thomas Muller ថាជាគ្រូបង្វឹកនៅក្នុងទីលានអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាបើសិនជា Muller ល្អខ្លាំងយ៉ាងហ្នឹងតើហេតុអីបានជា Bayern Munich គេអត់បន្តកុងត្រាទៅឲ្យគាត់នៅមួយឆ្នាំបន្តមកទៀតវីដេអូមួយនេះខ្ញុំនឹងនិយាយអំពីប្រវត្តិរបស់ Muller ហើយនឹងរឿងមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍អំពី Muller សម្រាប់ Muller គាត់បានចូលមក Bayern Munich នៅពេលដែលគាត់មានវ័យ11ឆ្នាំគឺនៅក្នុងឆ្នាំ2000គត់តែម្ដង
រហូតមកដល់2025ឆ្នាំនេះគឺវា25ឆ្នាំពេញដែលគាត់បានលេងឲ្យ Bayern Munich សម្រាប់កីឡាករ Thomas Muller សមត្ថភាពល្អរបស់គាត់គឺវាមានតាំងពីក្មេងមកដោយដែលខ្ញុំបានប្រាប់អ្នកនរគ្នាអញ្ចឹងគឺជាសមត្ថភាពនៅក្នុងការហែកបាល់បញ្ជូនទៅឲ្យមិត្តរួមក្រុមឬក៏សុទ្ធបញ្ចូលទីខ្លួនឯងគាត់មានវាតាំងពីក្មេងមកហើយសមត្ថភាពនេះគឺអត់មានគ្រូបាអាចារ្យណាអាចមកបរៀនបានទេគឺវាស្ថិតនៅក្នុងកីឡាករដែលត្រូវមានតាំងពីកំណើតវាជា talent ផ្ទាល់ខ្លួនតែម្ដងទោះបីជារៀនក៏មិនល្អខ្លាំងដោយដែលអ្នកមាន talent មកពីកំណើតដែរសម្រាប់រហស្សនាមរបស់ Thomas Muller គេបានហៅគាត់ថាជា interpreter of space គឺជាកីឡាករម្នាក់ដែលមានសមត្ថភាពនៅក្នុងការហែកបាល់ហ្នឹងគឺខ្ពស់ដាច់គេតែម្ដងឬក៏នៅក្នុងអាល្លឺម៉ង់ហ្នឹងគេហៅ position មួយហ្នឹងគេហៅថា Raumdeuter ហើយតួនាទីមួយហ្នឹងក៏ធ្លាប់ត្រូវគេភ្ញាក់ផ្អើលដោយសារតែគេសួរគាត់ថាតួនាទីរបស់គាត់ពិតប្រាកដនៅក្នុង Bayern Munich ហ្នឹងស្អីគេគាត់ក៏ប្រាប់គេថាគាត់ហ្នឹងគឺជា Raumdeuter ហ្នឹងឯងគឺជា interpreter of space ជាអ្នកដែលទទួលយកឱកាសដើម្បីបង្កើតទៅឲ្យមិត្តរួមក្រុមរបស់គាត់ផ្សេងៗទៀតហ្នឹងតែម្ដងហើយសម្រាប់ Thomas Muller គាត់ក៏ទទួលបានឱកាសឡើងមកលេងនៅក្នុងឈុតធំនៅរដូវកាល 2008-2009 ដោយការឡើងមកលេងរបស់គាត់ហ្នឹងប្រកួតដំបូងនៅក្នុងក្របខ័ណ្ឌ UEFA Champions League ដូរចូលហ្នឹងគឺគាត់សុទ្ធបញ្ចូលទីបានមួយគ្រាប់ជាបាល់ញ៉ៃហ្នឹងប្រើសមត្ថភាពរបស់គាត់ហ្នឹងឯងដោយសារតែបាល់ជ្រុងលើកមកគេតែតចុះតែតឡើងធ្លាក់មកដល់មុខគាត់ឈរមុខទីហ្នឹងគឺសុទ្ធបញ្ចូលទីយកតែម្ដងដែលគេតែងតែប្រើពាក្យមួយទៅកាន់ Thomas Muller ថា right place right time នៅត្រូវកន្លែងហើយត្រូវពេលវេលាទៀតដូចបាល់អញ្ចឹងធ្លាក់មកដល់ជើងហើយនៅចំកន្លែងហ្នឹងហើយគ្រាន់តែយកជើងប៉ះតែបន្តិចគឺវាចូលហើយវាមានបាល់ជាច្រើនដែលវានៅក្នុងរូបភាពស្តៀងគ្នាដែលគេគ្រាន់តែឃើញទៅវាហួសចិត្តមិននឹកស្មានថាគាត់នៅចំកន្លែងអញ្ចឹងច្រើនខ្លាំងមែនតើប៉ុន្តែជីវិតជាយុវជនប្រម៉ូទឡើងរបស់គាត់នេះគឺរដូវកាលដំបូងគាត់លេងបានតែ5ប្រកួតទេហើយសុទ្ធបញ្ចូលទីបានមួយគ្រាប់នៅក្នុងក្របខ័ណ្ឌ UEFA Champions League ហ្នឹងរហូតមកដល់ឆ្នាំទី2របស់គាត់គឺ2009-2010គឺជារដូវកាលមាសប្រែមរបស់ Thomas Muller គឺបានចាប់ផ្ដើមនៅរដូវកាលទី2របស់គាត់នៅក្នុងក្លឹប Bayern Munich ហ្នឹង Bayern Munich កាលនោះគឺទើបតែដូរគ្រូថ្មីដែរដែលគ្រូថ្មីចូលមកហ្នឹងគឺ Louis van Gaal គាត់គឺជាគ្រូម្នាក់ដែលតែងតែផ្ដល់ឱកាសទៅឲ្យកីឡាករវ័យក្មេងបានបញ្ចេញសមត្ថភាពហើយ Thomas Muller នៅក្រោមការដឹកនាំរបស់គាត់គឺទទួលបានឱកាសលេងពេញលេញខ្លាំងមែនទែនដោយរដូវកាលដែលក្រោមការដឹកនាំរបស់គាត់ហ្នឹងគឺ Muller សុទ្ធបញ្ចូលទីបាន19គ្រាប់បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុទ្ធបាន20គ្រាប់បើយើងគិតទៅកីឡាករវ័យក្មេងម្នាក់តែប្រម៉ូទឡើងមកជួយឲ្យក្រុមរកបានជិត40គ្រាប់វាជាកីឡាករម្នាក់ដែលមានសមត្ថភាពអស្ចារ្យខ្លាំងមែនទែនហើយក្រៅពីសមត្ថភាពល្អរបស់គាត់នៅក្នុងក្លឹប Bayern Munich នៅក្នុងជម្រើសជាតិ Muller ក៏ជាកីឡាករដ៏ល្អម្នាក់ដែរនៅក្នុង World Cup ឆ្នាំ2010នៅប្រទេសអាហ្វ្រិកខាងត្បូង Thomas Muller បានជួយជម្រើសជាតិរបស់គាត់ឲ្យលេងឈ្នះបានឡើងទៅវគ្គខ្ពស់ដែរហើយគាត់ក៏បានក្លាយទៅជាកីឡាករtop scorer ដោយសុទ្ធបញ្ចូលទីបាន5គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup នៅកាលនោះប៉ុន្តែសោកស្ដាយគឺអាល្លឺម៉ង់អត់ទាន់ទទួលបានពានរង្វាន់ World Cup នៅឆ្នាំ2010ហ្នឹងទេបើយើងមើលពីទម្រង់លេងរបស់ Thomas Muller តាំងពីឆ្នាំ2010ដែលគាត់បានចូលលេងពេញដៃពេញជើងឲ្យ Bayern Munich រហូតមកដល់ឆ្នាំ2025នេះរយៈពេល15ឆ្នាំយើងកម្រឃើញកីឡាករម្នាក់ដែលមានសមត្ថភាពលេងថេរ high consistency គាត់លេងដោយអត់ធ្លាក់ជើងទម្រង់លេងរបស់គាត់គឺល្អគាត់ in form ទាំង15ឆ្នាំគាត់ធ្វើបានល្អខ្លាំងមែនទែនហើយ Thomas Muller គាត់សុទ្ធបញ្ចូលទីបានរហូតដល់248គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់គាត់សុទ្ធបញ្ចូលទីបានរហូតដល់222គ្រាប់នៅក្នុងរយៈពេល15ឆ្នាំដែលគាត់ប្រកបអាជីពនៅ Bayern Munich យើងក៏លេចមកមើលពានរង្វាន់វិញម្ដង Thomas Muller បានជួយឲ្យ Bayern Munich ឈ្នះពានរង្វាន់ច្រើនខ្លាំងមែនទែនគាត់ចាប់ផ្ដើមជួយ Bayern ពេញដៃពេញជើងរាប់ពី2009-2010មកហ្នឹងរហូតមកដល់ឥឡូវវាចូលរយៈកាល15ឆ្នាំបើយើងនិយាយទៅពានដែលគាត់ឈ្នះគ្រាន់តែ Bundesliga មួយគឺគាត់ជួយឲ្យ Bayern ឈ្នះរហូតដល់13ពានហើយពាន UEFA Champions League គាត់ជួយឲ្យឈ្នះបាន2ដង FIFA Club World Cup ជួយឲ្យឈ្នះបាន2ដងដែរសម្រាប់ពាននៅក្នុងស្រុកពានរង្វាន់ German Super Cup ឬក៏យើងហៅថាពាន EFL គាត់ជួយឲ្យឈ្នះបាន8ដងពាន German Cup ឬក៏យើងហៅថា DFB Pokal គឺគាត់ជួយឲ្យ Bayern ឈ្នះបាន6ដងទៀតអញ្ចឹងគ្រាន់តែរាប់ត្រួសរយៈកាលខ្ទង់15ឆ្នាំ16ឆ្នាំដែលគាត់ជួយពេញដៃពេញជើងនេះគឺគាត់ជួយឲ្យ Bayern ឈ្នះពានបានជាង30ពានបើយើងគិតទៅមួយឆ្នាំអាចថាមួយឆ្នាំជួយឲ្យឈ្នះបាន
2ពានជាមធ្យមហើយសម្រាប់ជម្រើសជាតិរបស់គាត់វិញគាត់ក៏បានជួយឲ្យអាល្លឺម៉ង់របស់គាត់ឈ្នះពានរង្វាន់ World Cup ឆ្នាំ2014ផងដែរអញ្ចឹងបើយើងមើលទៅសមត្ថភាពរបស់គាត់នៅក្នុងការជួយក្រុមជួយជម្រើសជាតិគឺគាត់ធ្វើបានល្អខ្លាំងមែនទែនហើយបើសិនជាគេលើកយកមកនិយាយកីឡាករដែលជួយក្រុមរបស់គាត់ឲ្យឈ្នះពានបានច្រើនខ្ញុំជឿថា Thomas Muller ក៏ជាម្នាក់ដែលស្ថិតនៅក្នុងចំណោម Messi ចំណោម Ronaldo ព្រោះអី Muller គឺគាត់ជួយឲ្យក្រុមរបស់គាត់ឈ្នះពានបានច្រើនដែរហើយសម្រាប់នៅក្នុងចំណោមកីឡាករដែលប៉ាកែអាស៊ីសបាល់ដូចជា Mesut Ozil ឬក៏ Kevin De Bruyne ខ្ញុំគិតថា Thomas Muller ក៏អាចយកទៅដាក់នៅក្នុងចំណោមពួកគាត់នឹងបានដូចគ្នាដោយសារតែ Thomas Muller ក៏មានស្ថិតិនៅក្នុងការបញ្ជូនបាល់របស់គាត់បានច្រើនដូចគ្នារហូតដល់ជាង200គ្រាប់អញ្ចឹងចំណុចទាំងអស់ហ្នឹងឯងគឺជាចំណុចដែលកីឡាករផ្សេងគឺគេកោតសរសើរចំពោះ Thomas Muller ទោះបីជាគាត់មិនមានសមត្ថភាពល្អខ្លាំងចំពោះការ dribbling ចំពោះការសុទ្ធចំពោះការរត់គាត់រត់មិនបានលឿនដូចគេអីមែនប៉ុន្តែខួរក្បាលរបស់គាត់គឺមិនមានកីឡាករណាដែលធ្វើបានដូចគាត់ទេឥឡូវយើងមកមើលអំពីកត្តាមួយចំនួនដែលក្លឹប Bayern Munich គេមិនបន្តកុងត្រាថ្មីទៅឲ្យគាត់ចំណុចដែលខ្ញុំមើលឃើញទី1គឺពាក់ព័ន្ធជាមួយនឹងទម្រង់លេងរបស់គាត់3ឆ្នាំចុងក្រោយបើយើងយក data analysis មកនិយាយពីយកស្ថិតិតួលេខមកនិយាយគឺតួលេខរបស់គាត់គឺដាំក្បាលចុះពីមួយឆ្នាំទៅមួយឆ្នាំគឺវាអត់ល្អទេហើយក្នុងនាមជាអ្នកវិភាគដែលគេមើលអំពីទម្រង់លេងរបស់កីឡាករគឺគេដឹងថាអាយុរបស់គាត់បច្ចុប្បន្ន35ឆ្នាំវាដល់វ័យដែលចាប់ផ្ដើមដាំក្បាលចុះចំណុចទី2ប្រាក់ខែរបស់ Thomas Muller គឺថ្លៃខ្លាំងមែនទែនមួយឆ្នាំប្រាក់ខែរបស់គាត់ជាង20លានអឺរ៉ូអញ្ចឹងសម្រាប់20លានអឺរ៉ូបើសិនជាយើងយកទៅឲ្យកីឡាករម្នាក់ដែលមិនមានអីជួយក្រុមគ្រាន់តែមានកេរ្តិ៍ឈ្មោះថាជា legend សម្រាប់អ្នកធ្វើ business មួយគឺគេខាតធ្ងន់ខ្លាំងមែនទែនអញ្ចឹងចំណាយលុយជាង20លានគ្រាន់តែដើម្បីទុក Thomas Muller ធ្វើជាម្លប់នៅក្នុងក្លឹបដល់ក្មេងៗជំនាន់ក្រោយវាមិនមែនជាការវិនិយោគដែលឆ្លាតវៃទេហើយចំណុចទី3ដែលខ្ញុំមើលឃើញគឺ Bayern Munich គេមានក្មេងៗល្អច្រើនដូច Jamal Musiala ទោះបីបច្ចុប្បន្នគាត់លពោះតែគាត់អាចនឹងជាវិញលឿនដែរហើយបន្តមកទៀតគឺវាទុកចន្លោះដើម្បីឲ្យមាន space កីឡាករល្អផ្សេងអាចនឹងទិញមកដាក់ដូចឧទាហរណ៍ Florian Wirtz ក៏ Bayern ចង់បានដែរអញ្ចឹងគាត់ត្រូវតែទុកកន្លែងមួយដើម្បីឲ្យ Wirtz មើលឃើញថាបើសិនជាមក Bayern គឺមានការប្រកួតប្រជែងតិចហើយគាត់មានភាគរយលេងបានច្រើនវាខុសពីគាត់តាមAlonso ទៅក្លឹប Real Madrid ដែលមានការប្រកួតប្រជែងខ្ពស់ហើយទៅបើសិនជាមានបញ្ហាលពោះអីតិចតួចគឺគាត់ចាប់អនាគតនៅ Real Madrid តែម្ដងអញ្ចឹងចំណុចទាំងអស់នេះវាជាចំណុចដែលខ្ញុំមើលឃើញថា Bayern គេសារ៉េ Thomas Muller ចេញដើម្បីឲ្យមានចន្លោះទុកដាក់កីឡាករល្អផ្សេងដែល Bayern ត្រៀមនឹងទិញយកមកដាក់កន្លែងហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជា Florian Wirtz វិញឧទាហរណ៍ថាបើ Bayern និង Real Madrid ទិញតើអ្នកទាំងអស់គ្នានឹងជ្រើសរើសទៅមួយណាមក Bayern ដែលមាន space ល្អហើយស្រាប់មានប្រវត្តិល្អឬក៏ទៅ Real Madrid ដែលកំពុងតែណែនពោពេញទៅដោយកីឡាករវ័យក្មេងមានសមត្ថភាពហើយទៅប្រកួតប្រជែងគ្នានៅទីនោះអញ្ចឹងរឿងហ្នឹងគឺជារឿងពីរដែលកីឡាករត្រូវថ្លឹងថ្លែងមុនពេលដែលគាត់សម្រេចចិត្តផ្លាស់ប្ដូរក្លឹបឥឡូវនេះយើងចូលទៅមើលរឿងមួយទៀតគឺជារឿងរវាង Thomas Muller ជាមួយនឹង Diego Maradona ដែលជាវីរបុរសបាល់ទាត់របស់ប្រទេសអាសង់ទីនដែលរឿងនោះវាបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឲ្យ Thomas Muller គឺខ្មាស់គេនៅក្នុងសន្និសីទសារព័ត៌មានហ្នឹងខ្លាំងមែនទែនរឿងហ្នឹងវាបានកើតឡើងនៅក្នុងឆ្នាំ2010ដែល Thomas Muller ត្រូវបានគេអញ្ជើញឲ្យចូលទៅក្នុងសន្និសីទសារព័ត៌មានហើយភាគីខាងអាសង់ទីនក៏គេបានអញ្ជើញ Maradona ឲ្យចូលមកក្នុងសន្និសីទសារព័ត៌មានដែរនៅពេលដែល Maradona ងាកមកឃើញថាអ្នកដែលអង្គុយនិយាយជាមួយគាត់គឺជា Thomas Muller គាត់ក៏បាននិយាយដាក់មីក្រូថាហេតុអីទៅយក ball boy ក្មេងរើសបាល់ហ្នឹងមកឲ្យអង្គុយនិយាយនៅក្នុងសន្និសីទសារព័ត៌មានស្មើមួយគាត់គឺគាត់អត់ទទួលយកបានទេគាត់ក៏ងើបដើរចេញដោយមិនបានឆ្លើយអីជាមួយនឹងអ្នកសារព័ត៌មានទេ Thomas Muller ពេលដែលឃើញរឿងហ្នឹងគឺគាត់ស្រឡាំងកាំងខ្លាំងមែនតើនៅក្នុងនាមជាកីឡាករក្មេងម្នាក់ហើយឡើងទៅសន្និសីទសារព័ត៌មានដំបងផងចំរៀមច្បងធ្វើអញ្ចឹងដែរគឺគាត់ខ្មាស់គេគាត់ឈរងាកមើលទៅអ្នកសារព័ត៌មានផ្សេងដែលគេស្លើមើលមកគាត់វិញដូចគ្នាមិនគួរមានរឿងអញ្ចឹងកើតឡើងThomas Muller មានអារម្មណ៍ថាខ្មាស់គេខ្លាំងហើយគាត់ក៏សម្រេចចិត្តថាអូខេគាត់ដើរចេញពីសន្និសីទសារព័ត៌មានហ្នឹងចុះព្រោះអីតើតែគាត់ដើរចេញទៅ Maradona គេត្រឡប់ចូលមកនិយាយវិញព្រោះអីគេរៀងកាលីបលើដែរគេជាវីរបុរសបាល់ទាត់ថាជាស្ដេចបាល់ទាត់របស់ប្រទេសអាសង់ទីនមួយទាំងមូលហេតុអីក៏គេត្រូវមកអង្គុយនិយាយស្មើគ្នាជាមួយនឹងអតីត ball boy ក្មេងរើសបាល់នៅក្នុងក្លឹប Bayern Munich វាអត់ស្មើភាពគ្នាសម្រាប់ Maradona កន្លែងនេះខ្ញុំមិនចង់និយាយថា Maradona ធ្វើអញ្ចឹងអាក្រក់អីទេសំខាន់អ្នករៀបចំហេតុអីបានទៅ select យកមនុស្សដែលស្ថិតនៅក្នុង level ខុសគ្នាយកមកឧទាហរណ៍ថា Maradona គាត់ជា legend មួយគាត់ជាគ្រូបង្វឹកគាត់គឺជាវីរបុរសប្រចាំប្រទេស
ហើយទៅ select យក Thomas Muller មកគឺវាអត់មើលទៅគឺវាអត់សមបើសិនជាយកគ្រូបង្វឹកមកដាក់មួយគ្រូបង្វឹកហើយថែមកីឡាករឬក៏អីវាអាចសមប៉ុន្តែយើងយកម្នាក់ជាចាស់ទុំយកម្នាក់ជាកូនក្មេងអាចថា Thomas Muller ជាកូនក្មេងចាស់គាត់ក្មេងយកមកដាក់ឲ្យធ្វើសន្និសីទសារព័ត៌មានមួយគ្នា Maradona គឺគាត់ខឹងហើយគាត់ចូលមកវិញគាត់និយាយថាសន្និសីទសារព័ត៌មាននេះគួរតែយកមនុស្សដែលដឹងអំពី technical ពាក់ព័ន្ធមួយបាល់ទាត់អីយកមកដែរហេតុអីបានតែយកកីឡាករក្មេងមកធ្វើសន្និសីទសារព័ត៌មានអីចឹងកន្លែងនេះអាចថាមិនជាការដាក់បន្ទុកអីទៅលើ Maradona ខ្លាំងពេកទេប៉ុន្តែ Maradona ក៏គាត់មិនគួរធ្វើអញ្ចឹងដែរទោះបីយើងមិនពេញចិត្តអីគួរតែរកពាក្យពេចន៍អីនិយាយឲ្យស្រួលបួលកុំធ្វើឲ្យគ្នាខ្មាស់គេកដាចំណោមអញ្ចឹងព្រោះអីគ្នាក៏ត្រូវគេអញ្ជើញមកដែរគួរតែរករឿងអ្នកអញ្ជើញហ្នឹងមិនត្រូវហើយអ្នកទាំងអស់គ្នាបន្ទាប់ពី Thomas Muller ត្រូវបានបាក់មុខដោយសារតែ Maradona ហើយនៅក្នុងជំនួបនៃការជួបគ្នារវាងអាល្លឺម៉ង់ជាមួយនឹងក្រុមជម្រើសជាតិអាសង់ទីនអ្នកដែលសុទ្ធបញ្ចូលទីដំបូងគេឲ្យអាល្លឺម៉ង់ហ្នឹងគឺ Thomas Muller ហ្នឹងឯងគឺគាត់បានហក់តែតបាល់បញ្ចូលទីមកគ្រាប់យ៉ាងស្អាតធ្វើឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់កាលនោះគឺនាំមុខបដាសន្ន1-0ហើយ Thomas Muller គឺគេមានទឹកមាត់លេបអខ្លាំងមែនទែនព្រោះអីអ្នកដែលមើលងាយគាត់គឺ Maradona ថាគាត់នេះគឺជា ball boy ក្មេងរើសបាល់ឯណាមិនសមមកអង្គុយនិយាយក្បែរគាត់ចុងក្រោយគាត់ក៏បានសុទ្ធបញ្ចូលទីមកគ្រាប់ទៅហើយបន្តមកទៀតជម្រើសជាតិអាល្លឺម៉ង់គេក៏ថែម3គ្រាប់ទៀតដែលធ្វើឲ្យជម្រើសជាតិអាល្លឺម៉ង់កាលនោះគឺបំបាក់អាសង់ទីននៅក្នុងលទ្ធផល4-0 Messi គឺធ្វើអីអត់ចាញ់ទេអញ្ចឹងកាលហ្នឹងគឺ Thomas Muller គឺគាត់បំបាក់ Messi ហើយនិង Maradona បានម្ដងហើយក្រោយមកទៀតពេលដែលគាត់ជួប Messi ម្ដងទៀតបំបាក់ខ្លាំងហ្នឹងគឺបំបាក់នៅក្នុងចំនួនដែល Bayern C Barcelona 8-2 ហ្នឹងឯងអញ្ចឹងសម្រាប់ខ្ញុំគិតថា Thomas Muller គឺគាត់អាចនឹងមានអារម្មណ៍មិនសូវល្អដោយសារតែគាត់ខ្មាស់គេនៅសាធារណៈជាមួយនឹងខាងជម្រើសជាតិអាសង់ទីនធ្វើឲ្យគាត់មានអារម្មណ៍មិនសូវល្អជាមួយនឹងជម្រើសជាតិអាសង់ទីនដែរហើយរឿងមួយទៀតដែលប្លែកគឺរាប់សិបឆ្នាំហើយនៅក្នុងក្រុម Bayern Munich គឺអត់មានជនជាតិអាសង់ទីនណាលេងនៅក្លឹប Bayern Munich ទេ Thomas Muller ខ្ញុំមិនដឹងថាគាត់មានបញ្ហានៅដកនៅក្នុងចិត្តជាមួយនឹងជនជាតិអាសង់ទីនឬក៏មិនទេប៉ុន្តែបើតាមខ្ញុំគិតបើខ្ញុំជា Muller ក៏ខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលដែរឲ្យតែជួបជនជាតិអាសង់ទីនលេងប៉ះគ្នាគឺចង់តែបាក់ឲ្យទូសាច់ហ្មងបាទសម្រាប់ Thomas Muller វិញបច្ចុប្បន្នគាត់ទើបតែមានវ័យ35ឆ្នាំទេខ្ញុំជឿថាគាត់គឺអាចនៅមានពេលយ៉ាងហោចណាស់ក៏3ឆ្នាំអាចលេងបានទៀតដែរអញ្ចឹងបើសិនជាគាត់អាចទៅលេងនៅ MLS ទៅលេងនៅអាមេរិកឬក៏ទៅលេងនៅ Saudi Pro League ក៏នៅតែអាចលេងបានដែរដោយសារតែគាត់លេងជាកីឡាករវ័យឆ្លាតទេគាត់អត់ចាំបាច់ទៅចំណាយកម្លាំងអីខ្លាំងទេគឺគាត់គ្រាន់តែជួយចែកបាល់ទៅមិត្តរួមក្រុមតែប៉ុណ្ណឹងអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថា Thomas Muller ចេញពី Bayern Munich គាត់អាចនឹងទៅលីកមួយណាឬក៏គាត់សម្រេចចិត្តថាចូលនិវត្តន៍ពីបាល់ទាត់ត្រឹមហ្នឹងព្រោះអីបច្ចុប្បន្ននេះគឺគាត់នៅជា free agent នៅឡើយទេហើយវីដេអូអំពី Thomas Muller គឺមានប៉ុណ្ណឹងអរគុណ